Assalamu alaikum និងជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បកស្រាយពីវីដេអូមួយដែលគាត់បានសួរថាមិនបានប្រទេសអាហ្វហ្គានីស្ថានគឺជាប្រទេសមួយដែលជាប្រទេសកាន់សាសនាអ៊ីស្លាមប៉ុន្តែគាត់ធ្វើបាបមនុស្សស្រីដែលមានពួកមួយក្រុមដែលគេហៅថាក្រុម T ខ្ញុំសូមនិយាយថាក្រុម T ទៅដោយសារតែក្រុមហ្នឹងវាមានពាក្យ3ដែលន័យដូចគ្នាឯងដែលជាអ្នកសិក្សាឬក៏អីចឹងទៅណាប៉ុន្តែគេគិតអីផ្សេងចឹងទៅខ្ញុំសូមហៅថាក្រុម T ចុះមិនបានក្រុម T ហ្នឹងគឺជាក្រុមមួយដែលធ្វើបាបមនុស្សស្រីអត់ផ្ដល់តម្លៃឲ្យមនុស្សស្រីអត់ឲ្យគាត់ទៅធ្វើការឬក៏អីចឹងទៅដែលកំពុងតែកើតមានសប្តាហ៍ថ្ងៃហ្នឹងខ្ញុំហ៊ាននិយាយមកថាពួកគាត់មិនមែនជាអ្នកកាន់សាសនាអ៊ីស្លាមទេឬក៏គាត់អ្នកកាន់សាសនាអ៊ីស្លាមដែរប៉ុន្តែគាត់ជាមូស្លីមដែលអត់ល្អដែលខ្ញុំនិយាយហ៊ាននិយាយមកថាភាពតិចខ្លាំងមែនតើដែលគាត់ជាមូស្លីមគាត់មិនមែនតាំងជាមូស្លីមហងដែលក្រុមហ្នឹងគឺជាក្រុមមួយ fake ខ្ញុំអានេះគឺរឿងនយោបាយទេខ្ញុំមិនហ៊ាននិយាយច្រើនទេដោយសារតែនយោបាយខ្ញុំត្រូវតែបកស្រាយថ្ងៃកើតហេតុទីតាំងពីអីគេខ្លះដែលគេនិយាយខ្ញុំអត់ហ៊ាននិយាយប្រហែលព្រោះវាអាចនឹងខុសច្រើនអញ្ចឹងខ្ញុំអត់ហ៊ាននិយាយទេថាមិននៅក្នុងនយោបាយប៉ុន្តែបើបងប្អូនគាត់មានសមត្ថភាពគ្រប់គ្រាន់គាត់អាចទៅធ្វើការ research ទៅដែលថាមិនអញ្ចឹងទៅខ្ញុំអត់ហ៊ាននិយាយទៅរឿងនយោបាយព្រោះថាវាប្រឡាក់ចាក់ផ្ងាច្រើនមែនតើមកដែលខ្ញុំត្រូវបកស្រាយមួយដែលនៅឆ្នាំណាអីចឹងទៅណាហើយបើគាត់ធ្វើបានមនុស្សស្រីអីចឹងនឹងមិនមែនជាក្រុម T ទេក្រុម T បតកតគេអត់ធ្វើអញ្ចឹងទេដែលគេមិនដល់ថ្នាក់ហ្នឹងទេហើយបើអត់មានការ support ពីខាងក្រៅទេក៏គេមិនធ្វើដល់ថ្នាក់ហ្នឹងដែរដែលខ្ញុំជឿហ្មងហើយខ្ញុំនឹងដាក់វីដេអូរបស់ដុកទ័រមួយដែលនៅtrongវីដេអូហ្នឹងហ្មងដែលខ្ញុំគ្រប់គាត់ខ្លាំងមែនតើហ្មងគាត់ជួយខ្ញុំច្រើនមែនតើដែលគាត់គឺជាមនុស្សម្នាក់ដែលចាំនៅសម្ភារគម្ពីរកូរ៉ានទាំងអស់ Bible មានទាំងរបស់ Buddha ទៀតមានទាំងរបស់ព្រះពុទ្ធទៀតដែលគាត់ចាំទាំងអស់ហ្មងសភៅហ្នឹងសួរគាត់វីដេអូគាត់ខ្ញុំស្រឡាញ់វីដេអូគាត់ខ្លាំងមែនតើហ្មងដែលគាត់ឆ្លើយតបអស់អញ្ចឹងទៅណា according to any verses that គេសួរអញ្ចឹងទៅហើយគាត់និយាយថាមានម៉ាឡេ2នាក់ដែលគាត់ទៅនៅប្រទេសអាហ្វហ្គានីស្ថាននោះមួយខែហើយគាត់និយាយមកថាក្រុម T ដែលពិតប្រាកដគេរស់នៅខុសឆ្ងាយដាច់ដែលគេមិនមែនដូចអីដែលគេនិយាយខាងក្រៅអីអញ្ចឹងទៅណាហើយបើថាយើងឃើញមនុស្សមិនមែនគាត់អ្នកនិយាយតែខ្ញុំគិតថាបើយើងឃើញមនុស្សម្នាក់គាត់ធ្វើអាក្រក់ទៅកាន់មនុស្សម្នាក់ទៀតបើសិនបើយើងអត់ស្គាល់គេពិតទេគុំខានឬក៏គុំថាគេមកថាគេអាក្រក់យើងត្រូវតែទៅនៅជាមួយនឹងគេហ្នឹងទៅមើលគេនឹងសិនថាគេហ្នឹង behavior របស់គេហ្នឹងគេមិនយ៉ាងហោចណាស់បាន2អាទិត្យសិនចាំវាតម្លៃគេថាគេអាក្រក់ឬក៏គេល្អអញ្ចឹងបើយើងចង់ដឹងខ្ញុំ Inshallah ខ្លាំងមែនតើបើថា Inshallah ខ្ញុំនឹងមានឱកាសអាចទៅអាហ្វហ្គានីស្ថានហ្នឹងទៅមើលឲ្យដល់ហ្នឹងមកថាមានរឿងអីកើតឡើងខ្ញុំចង់ទៅខ្លាំងមែនតើមកប្រទេសមូស្លីមដំបូងដែលខ្ញុំចង់ទៅហ្នឹងគឺអាហ្វហ្គានីស្ថានហ្នឹងហ្មងខ្ញុំចង់ទៅមើលខ្លាំងមែនតើថាមនុស្សស្រីគាត់ប្រហែលមិនខ្លះខ្ញុំចង់ទៅឃើញផ្ទាល់ហ្មងថាជីវិតរបស់ពួកគាត់រស់នៅបែបណាលំបាកបែបណាឬក៏សំណុកបែបណាហើយសុំមែនតើថាសារព័ត៌មានធំយើងកុំជឿដាច់ខាតបើសិនបើយើងមិនមែនជាមនុស្សដែលរស់នៅក្នុងហ្នឹងទេយើងអត់ដឹងទេថាគេចង់ថាមិនក៏បានប្រទេសគេធំព័ត៌មានគេធំគេស្គាល់ច្រើនគេផ្សព្វផ្សាយច្រើនដូចថៃអញ្ចឹងវាប្រជាជនគេច្រើនដល់ពេលគេគ្រាន់តែផុសមួយគេ share មួយទៅវា worldwide នេះគ្រាន់តែ clear វាហ្នឹងក៏វា worldwide ស្រាប់ហើយដែរអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងគាត់ធ្វើ research ឲ្យបានកាន់តែច្រើនឬក៏បងអាចទេគាត់មានថវិកាគ្រប់គ្រាន់អីគាត់អាចទៅមើលដល់ហ្នឹងហ្មងទៅប៉ុន្តែបើខ្លាចអាចបកចាក់ខ្ញុំបានគាត់អាចបកចាក់ ticket ខ្ញុំ2អីចឹងទៅមកអីចឹងទៅណាហ្នឹងហើយខ្ញុំចង់ទៅឃើញខ្លាំងមែនតើហ្មងហើយសង្ឃឹមថាវីដេអូនេះអាចជួយបងប្អូនដឹងខ្លះថាមូស្លីមប៉ាត់មែនគាត់មិនធ្វើបែបហ្នឹងទេអ្នកក្រុម T មួយចំនួនដែលគាត់បន្លំខ្លួនហ្នឹងណាអ្នកខ្លះគាត់មិនមែនជាមូស្លីមផងខ្ញុំមាននិយាយចឹងមកថាគាត់មិនមែនជាមូស្លីមផងហើយគាត់ថាអូគាត់អ្នកកាន់សាសនាអ៊ីស្លាមអីចឹងទៅ stop it ឈឺក្បាលខ្លាំងមែនតើមើលអាពួកអស់ហ្នឹងហើយខ្ញុំឈឺក្បាលខ្លាំងមែនតើមកថាមិនវាត្រូវធ្វើដល់ថ្នាក់បើវាស្អប់សាសនាអ៊ីស្លាមណាគាត់តែនិយាយទៅចាំបាច់ទៅធ្វើអីដល់ថ្នាក់នោះទៅឲ្យគេស្អប់ដែរវាហ្នឹងហើយថាមូស្លីមគឺគាត់មិនធ្វើបែបហ្នឹងទេគេផ្ដល់តម្លៃឲ្យស្ត្រីណាស្ត្រីមានសិទ្ធិធ្វើអីគ្រប់យ៉ាងស្ត្រីមានសិទ្ធិក្នុងការរៀនក្នុងការឈប់រៀនក្នុងការធ្វើការមិនចង់ធ្វើការគាត់អត់មានមនុស្សប្រុសគ្មានសិទ្ធិបិទបាំងអីប្រយ័ត្នបាបហារ៉ាមហ្នឹងហើយសង្ឃឹមថាវីដេអូហ្នឹងអាចជួយទៅដល់បងប្អូនយើងយល់មួយចំនួនខ្លះថានេះគឺជារឿងនយោបាយមិនមែនជារឿងសាសនាប៉ុន្តែនយោបាយហ្នឹងអាពួកហ្នឹងធ្វើមកហ្នឹងគ្រាន់តែចង់លុបបំបាត់សាសនាអ៊ីស្លាមចោលទេសង្ឃឹមថាវីដេអូហ្នឹងអាចជួយបានខ្លះចឹងទៅណាអរគុណសម្រាប់ការមើលវីដេអូនេះហើយនឹងខ្ញុំនឹងមានវីដេអូអីបន្តទៀតខ្ញុំនឹងផុសបន្តទៀតហើយបើមិនខ្ញុំនិយាយអីខុសឆ្គងអីជួយប្រាប់ខ្ញុំផងណាតម្លាក់ក្នុង comment ហ្នឹងមកអត់ខឹងទេនិយាយគ្រាន់តែនិយាយប្រាប់ថាខ្ញុំនិយាយកន្លែងណាខុសឬក៏អីចឹងទៅខ្ញុំនឹងព្យាយាមកែប្រែនៅវីដេអូក្រោយអរគុណបាយបាយ Brother, this is a question from a non-Muslim audience. Her question states that we see on television many women being tortured in Afghanistan. Why do Muslim men torture or degrade women in Islam? Sister asked the question that we see on the television, that Afghanistan, Muslim men are torturing women. So why in Islam, Muslim men torture and degrade the women? Sister, this question was replied just a few days earlier on the second day of the conference, on Saturday.
On Saturday, 31st of October, I gave a talk, Women in Islam Protected or Subjugated. And I gave the talk in detail. So ask your friend to watch that tape, watch the DVD. Inshallah, it will answer all the queries. Regarding your main point that she saw on the television, that in Afghanistan, Muslim men, they are beating the women. And once when I was traveling, I came across a Malaysian couple. Both of them were doctors. They said that they spent more than a month in Afghanistan. And they told me that what they saw on television, the Taliban's beating the women, they aren't Talibans. So I asked them, how do you know? They told me that we have been in Afghanistan, we have spent more than a month. We know how the Taliban tie the turban. You know, when we see an Arab, we feel all Arabs the same. Emirati, Saudi, Kuwaiti, but they themselves know that a Saudi ties the Qatra in a different way. An Emirati ties in a different style. If you go to a Kuwaiti, different style. So similarly, the Taliban, they have a particular style of tying the turban. So what she told and what he told the couple, that what they shot, even that they didn't do properly. That means they could shoot the parting of the sea in Hollywood. You know, 10 Commandments. Moses, peace be upon him, parting of the sea. But they made a fault when they show Muslim men in Afghanistan beating the women. So therefore the Quran says in Surah Hujurat, chapter number 49, verse number 6, whenever you get information, you check it up before you pass it on to the third person. What we realize, this is the gimmick of the media. And in the last conference, 2008, my last talk was Media and Islam, War or Peace. And I showed how the media goes out of the way to malign Islam. I'm not saying all Muslims are 100% good Muslims. There are black sheep in the community. But what the media does, picks up these black sheep and portrays as though they're exemplary Muslims. And many a time, they show things which are absolutely nonsense. It does not exist in Islam. So ask your friend to watch my tape, Women's Rights in Islam, Protected or Subjugated, and Media in Islam, War or Peace. Hope that answers the question.